គេមិនចូលចិត្តយើងត្រូវធ្វើយ៉ាងណាតើលោកអ្នកធ្លាប់មានជួបនៅបញ្ហាបែបនេះដែរទេនៅក្នុងជីវិតនៅពេលដែលគេមិនចូលចិត្តយើងវាគឺជារឿងធម្មតាដែលធ្វើឲ្យយើងមានអារម្មណ៍មិនល្អឬមានសម្ពាធផ្លូវចិត្តប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺរបៀបដែលយើងឆ្លើយតបទៅកាន់ខ្លួនឯងនិងអ្នកដទៃនេះគឺជាវិធីសាស្ត្រខ្លះៗដើម្បីដោះស្រាយបញ្ហានេះទី1គឺការទទួលស្គាល់ការពិតយើងមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តយើងបាននោះទេទោះបីជាយើងល្អឥតខ្ចោះយ៉ាងណាក៏ដោយពិភពលោកនេះតែងតែមានមនុស្សដែលមានទស្សនៈខុសពីយើងការទទួលស្គាល់ថាវាមិនមែនជាកំហុសរបស់យើងដែលគ្រប់គ្នាត្រូវតែចូលចិត្តយើងវានឹងជួយឲ្យចិត្តយើងធូរស្រាលពិនិត្យមើលខ្លួនឯងដោយសន្តិវិធីសាកល្បងសង្កេតមើលថាតើមានសកម្មភាពណាមួយរបស់យើងដែលបង្កផលប៉ះពាល់ដល់គេពិតមែនឬទេបើមានកែលម្អវាដើម្បីឲ្យខ្លួនឯងកាន់តែប្រសើរហើយក៏មិនប៉ះពាល់គេបើគ្មាននោះវាគឺជាបញ្ហារបស់គេមិនមែនជាបញ្ហារបស់យើងទេទី3គឺរក្សាភាពថ្លៃថ្នូរទោះបីគេមិនចូលចិត្តយើងក៏យើងមិនចាំបាច់ត្រូវបង្ហាញភាពស្អប់ខ្ពើមតបវិញដែរការធ្វើបែបនេះបង្ហាញពីភាពចាស់ទុំនិងភាពរឹងមាំនៃផ្លូវចិត្តរបស់យើងរក្សាចម្ងាយដែលសមស្របនិយាយស្ដីតែរឿងចាំបាច់និងមានសុជីវធម៌កុំយកចិត្តទុកដាក់នឹងពាក្យសម្ដីអវិជ្ជមានរបស់គេផ្ដោតលើអ្វីដែលអ្នកស្រឡាញ់ហើយក៏ផ្ដោតលើតែអ្នកដែលស្រឡាញ់យើងកុំចំណាយថាមពលខ្វល់ខ្វាយពីមនុស្សម្នាក់ដែលមិនចូលចិត្តយើងរហូតភ្លេចមើលថែនិងផ្ដល់តម្លៃឲ្យមនុស្សជាច្រើនទៀតដែលនៅក្បែរយើងនិងស្រឡាញ់យើងពិតប្រាកដកសាងតម្លៃខ្លួនឯងបន្តធ្វើការងាររបស់អ្នកឲ្យបានល្អដើរតាមគោលដៅជីវិតនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងនៅពេលដែលអ្នកមានតម្លៃនិងជោគជ័យសេចក្តីសុខរបស់អ្នកមិនស្ថិតនៅលើមាត់ឬចំណង់ចំណូលចិត្តរបស់អ្នកដទៃទៀតឡើយសរុបមកមាសទឹកដប់មិនខ្លាចភ្លើងបើអ្នកជឿជាក់ថាអ្នកធ្វើរឿងដែលត្រឹមត្រូវនិងមានគុណធម៌ហើយចូលញញឹមហើយបន្តដំណើរទៅមុខទៀតដោយភាពជឿជាក់ចុះឧទាហរណ៍ជាក់ស្ដែងនៅក្នុងជីវិតដូចជានៅក្នុងកន្លែងធ្វើការសហការីម្នាក់តែងតែនិយាយឌឺដងឬមិនសូវផ្ដល់កិច្ចសហការជាការឆ្លើយតបគឺយើងត្រូវតែបន្តធ្វើការងាររបស់យើងឲ្យល្អបំផុតនិងមានសុជីវធម៌ជានិច្ចកុំយកចិត្តទុកដាក់នឹងពាក្យសម្ដីគេប៉ុន្តែត្រូវផ្ដោតលើលទ្ធផលការងារនៅពេលដែលការងារអ្នកជោគជ័យគ្មានអ្នកណាអាចមើលងាយអ្នកបានឡើយក្នុងចំណោមមិត្តភ័ក្តិឬក៏អ្នកស្គាល់គ្នាអ្នកដឹងថាគេមាននិយាយដើមអ្នកមិនល្អការឆ្លើយតបនោះគឺកុំព្យាយាមទៅបកស្រាយឬក៏ឈ្លោះប្រកែកការនៅស្ងៀមហើយរស់នៅក្នុងជីវិតដ៏ស្រស់បំព្រងរបស់អ្នកគឺជាការសងសឹកដ៏មានឥទ្ធិពលបំផុតមនុស្សដែលស្រឡាញ់អ្នកពិតគេនឹងមិនជឿពាក្យអ្នកដទៃជាងជឿលើទង្វើរបស់អ្នកឡើយលើបណ្ដាញសង្គមមានអ្នកមកបញ្ចេញមតិរិះគន់ក្នុងន័យជាន់ពន្លិចការឆ្លើយតបត្រូវចាំថាម្រាមដៃមានវែងមានខ្លីអ្នកគ្រាន់តែចុចលុបឬចុច ignore រួចបន្តបង្កើតអ្វីដែលជាចំណូលចិត្តរបស់អ្នកកុំឲ្យមនុស្សដែលមិនស្គាល់អ្នកច្បាស់មកកំណត់សេចក្តីសុខរបស់អ្នកClear លើកទឹកចិត្តសម្រាប់ទន្ទិញដែលអ្នកអាចជ្រើសរើស Clear ណាដែលអ្នកចូលចិត្តដើម្បីរំលឹកខ្លួនឯងនៅពេលអ្នកមានអារម្មណ៍មិនល្អតម្លៃរបស់ខ្ញុំស្ថិតលើទង្វើរបស់ខ្ញុំមិនមែនស្ថិតលើមាត់របស់អ្នកដទៃទេខ្ញុំមិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេប៉ុន្តែខ្ញុំអាចធ្វើជាខ្លួនឯងដែលល្អបំផុតបានបើគេមិនចូលចិត្តយើងនោះគឺជាបញ្ហារបស់គេបើយើងខឹងគេនោះទើបជាបញ្ហារបស់យើងមាសទឹកដប់មិនខ្លាចភ្លើងចិត្តដែលរឹងមាំមិនខ្លាចពាក្យនន្ទាតិចនិច3កុំដើម្បីសន្តិភាពផ្លូវចិត្ត1កុំស្ដាប់ពាក្យណាដែលមិនផ្ដល់ផលចំណេញដល់ការអភិវឌ្ឍខ្លួន2កុំសន្សំកុំយកសម្ដីអវិជ្ជមានមកទុកក្នុងចិត្តឲ្យធ្ងន់ខ្លួន3កុំតបតកុំបន្ទាបខ្លួនទៅប្រើវិធីសាស្ត្រមិនល្អដូចអ្នកដែលមិនចូលចិត្តយើងសង្ឃឹមថាអ្នកទាំងអស់គ្នាដែលបានស្ដាប់អត្ថបទនេះអាចនឹងយកតិចនិចទាំងអស់នេះដើម្បីការពារខ្លួនក៏ដូចជាទន្ទិញនៅពេលដែលអ្នកជួបបញ្ហា
មានអ្នកអត់ចូលចិត្តយើងសូមអរគុណ